ជំរាបសួរនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាដែលលេងនៅក្នុងក្រុង Royal Premium 0.5 អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអ្នកគ្នាពីការរកការងារធ្វើតែបើសម្រាប់អ្នកចាស់ៗដែលគាត់ធ្លាប់លេងនៅក្នុង server គាត់ប្រកាសជាដឹងពីវិធីរកការងារធ្វើប៉ុន្តែគាត់ថាពីមុនពេលដែលយើងចូលមកក្នុងក្រុងយើងទៅ Hall City ដើម្បីយកអត្តញ្ញាណប័ណ្ណប៉ុន្តែពេលនេះយើងមិនបាច់ទៅ Hall City ទេដោយសារអត្តញ្ញាណប័ណ្ណវាមាននៅក្នុងខ្លួនយើងស្រាប់ហើយពេលដែលយើងចូលមកអញ្ចឹងអ្នកគ្នាគ្រាន់តែប្រើប្រាស់ទៅលើទូរស័ព្ទទេអញ្ចឹងខ្ញុំមកបង្ហាញអ្នកគ្នាពីការងារកាប់មាន់អញ្ចឹងគ្នាយើងផ្សេងៗដែលគាត់ធ្លាប់ធ្វើការងារកាប់មាន់គាត់ប្រកាសជាដឹងហើយថាការងារធ្វើរបៀបម៉េចអញ្ចឹងជាដំបូងខ្ញុំចង់ប្រាប់អ្នកគ្នាយើងបើកសាច់ដុំអិនមកយើងចូលទៅកាន់សាច់ដុំអិនរូបខាងស្ដាំដៃរូបក្បាលមនុស្សនេះរូបមនុស្សមួយនេះអ្នកគ្នាចូលមកដល់វានឹងមាន inventory មាន radio មាន4ផ្នែកអញ្ចឹងអ្នកគ្នាមើលខាងស្ដាំដៃនេះរូបទូរស័ព្ទនេះវាដាក់ phone អញ្ចឹងអ្នកគ្នាចូលមកអញ្ចឹងយើងឃើញទូរស័ព្ទមួយយើងចុចអារូបមូកដានេះអូខេអញ្ចឹងអ្នកគ្នាចូលមកដល់ឃើញខាងជួរខាងក្រោមគេបងអស់នេះវាមានតាក់ស៊ីមានអានេះថាជាឆាតសម្រាប់ឆាតទៅមកហើយនឹងអាប៉ក្រហមនេះគឺ location នេះ location ហើយនេះយើងដើម្បីjoinការងារកាប់មាន់យើងចូលអាមនុស្សច្រើននេះរូបមនុស្សច្រើននៅខាងស្ដាំដៃចុងគេអស់អ្នកគ្នាឃើញពាក្យថា tag job អត់អញ្ចឹងអ្នកគ្នាចូលរើសអាទី1ហ្នឹង tag job ហ្នឹងវាមានការងារ miner មាន់ហើយអាខាងក្រោមនេះដូចជាបូមប្រេងអញ្ចឹងអ្នកគ្នាយកទី2មកការងារកាប់មាន់អញ្ចឹងអ្នកគ្នាបានjoinការងារកាប់មាន់រួចរាល់អញ្ចឹងយើងអត់ដឹងថាទីតាំងយើងធ្វើការហ្នឹងនៅកន្លែងណាទេអញ្ចឹងអ្នកគ្នាយកអាក្បែររូបមនុស្សហ្នឹងខាងឆ្វេងដៃនេះរូបដូចទីតាំងនេះអ្នកគ្នាចូលមកដល់វាមានច្រើនផ្នែកអញ្ចឹងអ្នកគ្នាយកអាទី2នេះវាដាក់ job location អញ្ចឹងអ្នកគ្នាចូលទៅអ្នកគ្នានឹងឃើញការងារនេះឈ្មោះអារាប់ពីលើមកវាទី4នេះឃើញអត់ job អញ្ចឹងអ្នកគ្នាចូល select លើវាទៅបន្ទាប់មកវានឹងលោតទីតាំងការងារធ្វើដំបូងដែលអ្នកគ្នាត្រូវទៅធ្វើនេះឃើញសញ្ញាត្រីកោណនេះអាកន្លែងហ្នឹងគឺជាកន្លែងការងារដែលយើងត្រូវទៅធ្វើអញ្ចឹងអ្នកគ្នា select លើវាមកហើយអ្នកគ្នាជិះទៅទីតាំងហ្នឹងទៅអូខេអញ្ចឹងយើងបានមកដល់ទីតាំងកន្លែងធ្វើការងារហើយអញ្ចឹងអ្នកគ្នាមកដល់ដំបូងអ្នកគ្នាឃើញមានមាន់នៅក្នុងទ្រុងឯងអញ្ចឹងអ្នកគ្នាឃើញកន្លែងនេះមានអ្នកឈរមួយអ្នកគ្នាចូលមកដល់វាលោតឲ្យយើងចុចសាច់ដុំវាយអញ្ចឹងយើងចុចសាច់ដុំវាយមកហើយយើងយកឲ្យលើគេចូលការងារចប់នេះយើងលោតពណ៌ខៀវហើយយើងដើរទៅកន្លែងទ្រុងនេះឃើញអ្នកនៅពេលដែលគេដាំដល់គឺវាមានរូបសេកមួយក្នុងនោះមិនចាប់មាន់នេះចូលចាប់សេកវិញអូខេពេលដល់គ្នាមកដល់កន្លែងសេកហ្នឹងអ្នកគ្នាចុចសាច់ដុំវាយឲ្យយើងចុចសាច់ដុំវាយវានឹងដើរ random មកលេខនេះឲ្យយើងចុចសាច់ដុំ x ឲ្យចំអាពណ៌សកណ្ដាលនេះអ្នកចុចសាច់ដុំ x មកនេះបាននេះបើអ្នកគ្នាចុចខុសគឺវា fail ចាប់អត់បានទេយើងត្រូវចុចសារទៀតចុចសាច់ដុំវាយនេះឲ្យវាដើរដល់ឡើងពណ៌សហ្នឹងអ្នកគ្នាចុចសាច់ដុំ x អូខេនេះបាននេះទៀតយើងឲ្យវាដើរដល់អាពណ៌សយើងចុចសាច់ដុំ x ខ្ញុំតេស្តឲ្យ2 3អូខេអញ្ចឹងចាប់បាន3ហើយខ្ញុំចាប់មួយទៀតឲ្យវាបាន4នេះវារៀងពិបាកតិចខ្ញុំពេលខ្លះខ្ញុំចាប់ fail ដែរហ្នឹងអញ្ចឹងគ្នាយើងអាចចុចវាបើលើ PC ស្រួលតែម្ដងអូខេអញ្ចឹងចុចចាប់ខ្ញុំចាប់ប៉ុណ្្នឹងឯងនេះគ្រាន់ខ្ញុំតេស្តខ្ញុំខ្ជិលចាប់ច្រើនអញ្ចឹងយើងទៅរកការងារទី2ដែលវាជាន់ការងារអញ្ចឹងអ្នកគ្នាធ្វើដូចមុនអញ្ចឹងចូលទូរស័ព្ទចូលឡើង GPS នេះមកយកពាក្យ job location អញ្ចឹងនេះអាការងារមាន់ហ្នឹងគឺវាផ្ដើមមកឆោយើងចូលchicken នេះយកទី2ម្ដងការងារទី2ដែលយើងត្រូវទៅនេះឃើញវាលោតសញ្ញាត្រីកោណមកកន្លែងទៀតអត់នេះកន្លែងត្រីកោណហ្នឹងអ្នកគ្នាទៅកន្លែងហ្នឹងទៅអញ្ចឹងវាលោតសញ្ញាត្រីកោណលើ map យើងគាត់នេះជាទីតាំងទី2ដែលយើងធ្វើអញ្ចឹងវាទាំងអស់វាមាន3ដំណាក់កាលទី1ចាប់មាន់កាប់សាច់ហើយវេចខ្ចប់អញ្ចឹងយើងដើរចូលទៅដល់ទៅអ្នកគ្នាចូលមកខាងនេះដំបូងនេះកន្លែងនេះគឺកាប់សាច់យើងកាប់សាច់សិនទៅដូចគ្នាសាច់ដុំ x បាននេះសាច់ដុំ y ទៀតមកយើងចុចកាប់សាច់យើងតតែអស់អូខេសាច់ដុំ y ទៀតទៅអូខេយើងចុចតអស់សាច់យើងទៅបាននេះអស់ហើយនេះអស់ហើយណាអញ្ចឹងយើងមកខាងនេះវាជាប់គ្នាទេអាការងារទី3ទី2ហើយទី3វានៅជិតគ្នាទេចឹងសាច់ដុំ y ឡើងទៀតមកអូខេសាច់ដុំ y ទៀតអូខេអញ្ចឹងយើងកាប់តតែអស់សាច់របស់យើងមកនេះវាអស់ហើយវាមិនខ្ញុំ fail ចុចខុសឥឡូវវាដើរតិចទៅខ្ញុំមិនចុចវារៀងគៀកពេកខ្ញុំពិបាកចុចដែរបើលើ PC ហើយគាត់ស្រួលចុចជាងខ្ញុំអូខេអញ្ចឹងខ្ញុំបានផលិតផលសម្រាប់ហើយអញ្ចឹងខ្ញុំអាចយកលក់បានអញ្ចឹងអ្នកគ្នាអាចចូលទៅសាច់ដុំអិនយើងមើលសាច់មាន់បើយើងចូល inventory នេះមាន4ដុំអញ្ចឹងយើងយកវាទៅលក់តែម្ដងទៅកន្លែងលក់តំណែងខ្ញុំនឹងដើរទីតាំងនេះកន្លែងនេះអ្នកគ្នាយើងយកសាច់មាន់មកលក់គឺកន្លែងហ្នឹងនេះកន្លែងខ្ញុំដើរសញ្ញានេះកន្លែងហ្នឹងគឺជាកន្លែងយើងលក់តំណែងយើងមកដល់កន្លែងនេះឃើញអាប៉ែមួយនេះមកអាប៉ែមុខក្រហមនេះយើងដើរទៅជិតគាត់តិចទៅដើរទៅជិតគាត់មានសាច់ដុំវាយមួយនេះសាច់ដុំវាយយើងមើលទៅសៀលនេះ chicken យើងធ្វើមកយើងលក់ទៅមកខ្ញុំ4ដូចជា4ដុំអញ្ចឹងខ្ញុំដាក់ announcement 4អូខេអញ្ចឹងខ្ញុំបាន$56សម្រាប់សាច់មាន់4ដុំមុនហ្នឹងអញ្ចឹងគឺយើងអាចមកលក់យើងលក់នៅកន្លែងហ្នឹងយើងមើលទៅមានតំណែងអីគេខ្លះដែលវាទិញវាបាយមានអវ៉ាន់ផ្សេងក្នុងហ្នឹងដែលវាទិញយើងចឹងអ្នកគ្នាអាចមើលទៅវាទិញអីគេខ្លះនៅក្នុងហ្នឹងវាបានដាក់ឲ្យយើងហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការងារបន្ទាប់ខ្ញុំនឹងបង្ហាញគ្នាយើងវាមានការងារបាច់យើងជួញតាមទូរស័ព្ទយើងទៅ
ទីតាំងផ្ទាល់ផ្ទាល់អញ្ចឹងណាចាំមើលខ្ញុំនឹងបង្ហាញអ្នកគ្នាពីការងារតខ្សែភ្លើងមួយទៀតដែរនៅវីដេអូក្រោយអញ្ចឹងគ្នាយើងអាចតេស្តពីការងារផ្សេងៗនៅក្នុងនោះទៅវាមានច្រើនកន្លែងពេលអ្នកគ្នាទៅចិត្តវាមានសាច់ដុំវាយវាមានប្រាប់ពីរបៀបណែនាំគ្នាយើងអញ្ចឹងបើការងារមួយចំនួនទៀតគឺគ្រាន់តែយើងចេញពីការងារវាផ្ដល់លុយឲ្យយើងហ្មងយើងមិនបាច់ទៅលក់មិនអីទេដូចជាការងារតខ្សែភ្លើងការងាររឹសសម្រាមវាមានការងារច្រើនអញ្ចឹងខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយសម្រាប់គ្នាយើងអញ្ចឹងខ្ញុំអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការគាំទ្រនិងស្រឡាញ់ចូលចិត្តមកកាន់ក្រុង ចឹងជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយជូនពរសំណាងល្អសុខភាពល្អ